នៅដើមឆ្នាំ1978លោក Gunnar Bergstrom បានធ្វើដំណើរមកប្រទេសកម្ពុជាដែលជាប្រទេសមួយពោពេញទៅដោយភាពរន្ធត់ខ្លាំងបំផុតនៅក្នុងសតវត្សទី20លោក Bergstrom គឺជាសមាជិកស្ថាបនិកម្នាក់នៃសមាគមមិត្តភាពស៊ុយអែតកម្ពុជានិងសហការី3នាក់ទៀតត្រូវបានថ្នាក់ដឹកនាំខ្មែរក្រហមអញ្ជើញឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីឆ្នាំ1978ក្នុងនាមជាអ្នកគាំទ្រលទ្ធិម៉ាក់ស៊ីសគណៈប្រតិភូត្រូវបានទទួលការជឿជាក់និងទទួលបានឱកាសដ៏កម្រពីសំណាក់ថ្នាក់ដឹកនាំរបបខ្មែរក្រហមហើយបានឃើញនៅទស្សនវិស័យរបស់ប៉ុល ពត និងសង្គមដ៏ល្អឥតខ្ចោះរបស់គាត់ក្រោយពេលទស្សនកិច្ចនាពេលនោះពួកខ្មែរក្រហមរំពឹងថាគណៈប្រតិភូរបស់លោក Gunnar Bergstrom នឹងនិយាយពាក្យល្អៗអំពីប្រទេសកម្ពុជាក្រោយពីដំណើរទស្សនកិច្ចរយៈពេល2សប្តាហ៍ដែលពោពេញដោយការផ្សព្វផ្សាយព័ត៌មានជាផ្លូវការជំនួបជាមួយប្រជាជនសាមញ្ញដែលរៀបចំទុកជាមុននឹងការបដិសេធរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្រហមដែលថាអ្វីៗទាំងអស់សុទ្ធតែជាការយល់ខុសទៅលើរបបកម្ពុជាប្រជាធិបតេយ្យនោះក្រុមប្រតិភូទស្សនកិច្ចនៃប្រទេសស៊ុយអែតបានត្រឡប់ទៅអឺរ៉ុបវិញដោយនិយាយផ្ទុយពីអ្វីដែលជនភៀសខ្លួនកម្ពុជាបានលើកឡើងរួមមានការសម្លាប់រង្គាលការធ្វើទារុណកម្មនិងការបង្អត់អាហារនៅពេញផ្ទៃប្រទេសតាមប្រវត្តិសាស្ត្រអាចបញ្ជាក់បានថាជនជាតិស៊ុយអែតជាអ្នកយល់ខុសបើទោះជាលោក Bergstrom ផ្ទាល់មិនបានទទួលស្គាល់នៅទង្វើអាក្រក់របស់ខ្មែរក្រហមកាលពីឆ្នាំ1979ក៏ដោយគឺមួយឆ្នាំក្រោយពីលោកវិលត្រឡប់ពីប្រទេសកម្ពុជាវិញការត្រឡប់មកប្រទេសកម្ពុជានៅក្នុងឆ្នាំ2008គឺរយៈពេល30ឆ្នាំបន្ទាប់ពីប៉ុល ពត អញ្ជើញលោកមកធ្វើទស្សនកិច្ចលោក Gunnar Bergstrom បានប្រឈមមុខនឹងបញ្ហាមនុស្សជាតិទាក់ទងនឹងអត្ថន័យនៃដំណើរទស្សនកិច្ចនិងការសរសើររបស់លោកចំពោះរបបដែលធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជា1/4បានបាត់បង់ជីវិតគឺប្រហែល 1.7 លាននាក់ទស្សនកិច្ចរបស់លោកនៅឆ្នាំ2008បានបង្កើតជាពិព័រណ៍មួយមានឈ្មោះថាការទទួលទានអាហារពេលល្ងាចជាមួយប៉ុល ពត ដែលឆ្លុះបញ្ចាំងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូស៊ុយអែតកាលពីឆ្នាំ1978នៅថ្ងៃទី12ខែកញ្ញាលោក Gunnar Bergstrom បានមកភ្នំពេញម្ដងទៀតលើកនេះលោកបានចែករំលែកមេរៀនអំពីខ្មែរក្រហមនយោបាយមហាអំណាចនិងអំពីអ្វីដែលបណ្ដាលឲ្យប្រទេសកម្ពុជាទៅជាខូចខាតខ្លាំងបំផុតនោះចំណុចសំខាន់នៅក្នុងបទកថារបស់ Bergstrom គឺទួលនីតិនៃនយោបាយភូមិសាស្ត្រអន្តរជាតិនៅក្នុងសោកនាដកម្មរបស់កម្ពុជាជាពិសេសផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិកចិននិងសហភាពសូវៀតនឹងបែបផែនបញ្ហានេះដែលជះឥទ្ធិពលដល់អ្វីបានកើតឡើងក្នុងប្រទេសកម្ពុជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចបានបបបញ្ឆេះភ្លើងចំនួននៅក្នុងប្រទេសកម្ពុជាហើយសហគមន៍អន្តរជាតិមិនអាចពន្លត់ភ្លើងនេះបាននៅពេលវាចាប់ផ្ដើមឆេះខ្លាំងលោក Bergstrom បាននិយាយអំឡុងពេលធ្វើបទកថានៅវិទ្យាស្ថានជាតិអប់រំថាពេលនោះប្រទេសកម្ពុជាបានក្លាយជាចំណុចកណ្ដាលនៃជម្លោះរវាងប្រទេសចិននិងសហភាពសូវៀតហើយជាផ្នែកដោយសហរដ្ឋអាមេរិកប្រយោជន៍របស់ប្រជាជនកម្ពុជាបានរលាយបាត់សូន្យលោកមានប្រសាសន៍ថាសហគមន៍អន្តរជាតិបានដឹងថានៅឆ្នាំ1978-79មានព្រឹត្តិការណ៍អាក្រក់កើតឡើងនៅក្នុងប្រទេសកម្ពុជាពេលដែលខ្មែរក្រហមចូលកាន់កាប់ប៉ុន្តែពេលនោះសហគមន៍អន្តរជាតិអាចមិនមានលទ្ធភាពជួយឬគ្មានឆន្ទៈនឹងជួយក៏ថាបាននយោបាយមហាអំណាចធំបញ្ឈប់សហគមន៍អន្តរជាតិនានាមិនឲ្យធ្វើអ្វីទាំងអស់លោក Bergstrom បាននិយាយថាមានសម្លេងជំទាស់មួយគឺសមាជិកព្រឹទ្ធសភាអាមេរិកលោក George McGovern ដែលស្នើការធ្វើអន្តរាគមន៍របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាប៉ុន្តែគំនិតលើកឡើងនេះប្រកាសជាត្រូវប្រទេសចិនបោះឆ្នោតជំទាស់នៅក្នុងទូនាទីរបស់ខ្លួនជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាអ្នកគ្រប់គ្រងចម្បងទៅលើរដ្ឋាភិបាលខ្មែរក្រហមនៅក្រុងភ្នំពេញលោកនិយាយថាមានការពិភាក្សាលើកឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក George McGovern ក្នុងការសុំឲ្យអង្គការសហប្រជាជាតិចូលវាយលុកប្រទេសកម្ពុជានិងជួយប្រជាជនដែលនេះជាការវាយលុកក្នុងហេតុផលមនុស្សធម៌ប៉ុន្តែពិតណាស់ប្រទេសចិននឹងធ្វើការបោះឆ្នោតជំទាស់មួយរំពេចសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles លោក Iesopol បាននិយាយថាលោក George McGovern ដែលជាសមាជិកព្រឹទ្ធសភាមានសម្លេងតែម្នាក់ឯងចំពោះការធ្វើអន្តរាគមន៍ក្នុងប្រទេសកម្ពុជានៅពេលដែលអ្នកចេះដឹងនៅបស្ចិមប្រទេសផ្សេងទៀតជាអ្នកគ្រប់គ្រងរបបខ្មែរក្រហមលោក Iesopol បានឲ្យដឹងថាសមាជិកព្រឹទ្ធសភាលោក George McGovern ដែលបានជំទាស់យ៉ាងខ្លាំងចំពោះសង្គ្រាមវៀតណាមគឺជាសម្លេងតែមួយនៅក្នុងការធ្វើអន្តរាគមន៍ក្នុងប្រទេសកម្ពុជាពីព្រោះគាត់បានដឹងថាមានរឿងអាក្រក់កំពុងកើតឡើងប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់នេះត្រូវគេសើចចំអកឲ្យទៅវិញលោក Bergstrom និងសហការីរបស់គាត់មិនមែនជាពួកលោកខាងលិចតែមួយគត់ដែលគ្រប់គ្រងមនោគមវិជ្ជារបស់របបប៉ុល ពត នោះទេលោក Iesopol បានបន្ថែមថាអ្នកប្រាជ្ញវិទូនានាដូចជា Noam Chomsky, Gareth Porter និង George Hildebrand បានអះអាងថាគ្មានអ្វីដែលអាក្រក់ខ្លាំងកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហមនោះទេសហគមន៍អន្តរជាតិក៏មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ថាអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀតបានកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាដោយសារតែហេតុការណ៍ទាំងនោះបានកើតឡើងឆាប់រហ័សខ្លាំងពេកបន្ទាប់ពីការបញ្ចប់សង្គ្រាមដ៏ធ្ងន់ធ្ងរនៅប្រទេសវៀតណាមដែលនៅក្បែរគ្នានោះ
លោកអ៊ីសុផលមានប្រសាសន៍ថាសហគមន៍អន្តរជាតិនឿយហត់នឹងចំនួនរាប់ទសវត្សរ៍ដែលកើតឡើងនៅក្នុងតំបន់នេះនឹងបានចំណាយអស់ប្រាក់កាសនិងជីវិតអស់ជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ហើយមិនចង់ធ្វើអ្វីទាំងអស់ចំពោះប្រទេសកម្ពុជាលោកប៊ឺកស្រមក៏បានបន្ថែមក្នុងបទកថារបស់លោកថាសហគមន៍អន្តរជាតិបានដឹងពីអ្វីបានកើតឡើងនៅក្នុងរបបខ្មែរក្រហមប៉ុន្តែគ្មានអ្នកណាចង់បូជាដើម្បីសង្គ្រោះប្រជាជនកម្ពុជាឡើយលោកមានប្រសាសន៍ថាពួកគេបានដឹងប៉ុន្តែខ្ញុំមិនគិតថាវានឹងផ្លាស់ប្ដូរច្រើនទេដោយសារពួកគេមិនបានលះបង់អំណាចនយោបាយរបស់ពួកគេដើម្បីជួយប្រជាជនកម្ពុជាឡើយខ្ញុំមិនគិតថាពួកគេហ៊ានលះបង់ឡើយនៅពេលប្រទេសវៀតណាមចូលឈ្លានពានប្រទេសកម្ពុជាក្នុងខែធ្នូឆ្នាំ1978របបខ្មែរក្រហមក៏បានតាក់ទងសម្ព័ន្ធមិត្តមិនសមទំនងជាមួយអាមេរិកដែលផ្ដោតលើការពង្រីកវត្តមានសហភាពសូវៀតនៅអាស៊ីអាគ្នេយ៍លោកប៊ឺស្រមនិយាយថាដោយមានចិត្តគិតពីយុទ្ធសាស្ត្រផលប្រយោជន៍សហរដ្ឋអាមេរិកបានសម្រួលគោលនយោបាយរបស់ខ្លួននិងបានផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យខ្មែរក្រហមនិងកម្លាំងផ្សេងៗទៀតដែលមានមូលដ្ឋាននៅតាមព្រំដែនប្រទេសថៃក្រោយពីការចូលអន្តរាគមន៍របស់វៀតណាមមកក្នុងប្រទេសកម្ពុជាកងកម្លាំងខ្មែរក្រហមថែមទាំងទទួលបានការបណ្ដុះបណ្ដាលពីកងពិសេសរបស់អង់គ្លេសទៀតផងលោកនិយាយថានៅពេលវៀតណាមចូលឈ្លានពានកម្ពុជាហើយប៉ុលពតបានភៀសខ្លួនទៅប៉ែកបច្ចឹមនៃប្រទេសភ្លាមៗនោះសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរគោលនយោបាយនិងបានផ្ដល់ថវិកាដល់ប៉ុលពតគ្រប់យ៉ាងសុទ្ធតែអាចធ្វើទៅបានឲ្យតែមានលុយនិងអំណាចសត្រូវរបស់យើងខ្លាចជាមិត្តរបស់យើងភ្លាមមួយរំពេចកងបម្រើសេវាសម្ងាត់របស់ចក្រភពអង់គ្លេសបានបណ្ដុះបណ្ដាលទាហានខ្មែរក្រហមដោយសារពួកគេកំពុងប្រយុទ្ធជាមួយភ្នាក់ងារសូវៀតវាជានយោបាយរបស់ប្រទេសអំណាចធំបន្ទាប់ពីការឈ្លានពានរបស់វៀតណាមលោកប៊ឺកស្រមនិងសមាជិកប្រតិភូស៊ុយអែតផ្សេងទៀតដែលបានទស្សនកិច្ចនៅកម្ពុជាបានធ្វើយុទ្ធនាការផ្សព្វផ្សាយនៅអឺរ៉ុបដើម្បីបណ្ដេញកងទ័ពរបស់រដ្ឋាភិបាលហាណូយចេញនឹងឲ្យប៉ុលពតឡើងកាន់អំណាចវិញយោងតាមការបង្ហាញនៅក្នុងពិព័រណ៍អាហារពេលល្ងាចជាមួយប៉ុលពតបានបង្ហាញថាការគ្រប់គ្រងរបស់ស៊ុយអែតចំពោះរបបប៉ុលពតអាចជួយធ្វើឲ្យអន្តរជាតិមានការយល់ឃើញមិនច្បាស់លាស់អំពីអ្វីដែលបានកើតឡើងនៅកម្ពុជាក្រោមរដ្ឋាភិបាលខ្មែរក្រហមប្រហែលជាកិច្ចប្រឹងប្រែងជួយរបស់ស៊ុយអែតធ្វើឲ្យអន្តរជាតិមួយចំនួនមើលឃើញថាខ្មែរក្រហមជាអ្នកគ្រប់គ្រងស្របច្បាប់និងជាអ្នកតំណាងត្រឹមត្រូវរបស់ប្រទេសកម្ពុជានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិជាតំណែងមួយដែលខ្មែរក្រហមដែលនៅនិរទេសតាមព្រំដែនថៃបានកាន់អស់ជាច្រើនឆ្នាំបន្ទាប់ពីត្រូវបានបណ្ដេញពីរដ្ឋអំណាចនៅទីក្រុងភ្នំពេញលោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលធ្វើការស្រាវជ្រាវអំពីរបបខ្មែរក្រហមបានមានប្រសាសន៍ថាសហគមន៍អន្តរជាតិបានដឹងពីអ្វីកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរបបប៉ុលពតប៉ុន្តែមិនមានវិធីសម្រាប់ឆ្លើយតបនិស្សិតសាកលវិទ្យាល័យទីក្រុងឡុងលោកយិនរស្មីបាននិយាយថាអធិបតេយ្យភាពជាតិគឺជាកត្តាសំខាន់មួយដែលត្រូវយល់ពីមូលហេតុដែលសហគមន៍អន្តរជាតិប្រើពេលយូរទើបដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាមិនថាយ៉ាងណាទេលោកខាងលិចត្រូវតែគោរពអធិបតេយ្យភាពរបស់ប្រទេសលោកឡាត់គីបានប្រាប់ VOA ថាសហគមន៍អន្តរជាតិដឹងអំពីការរងទុក្ខរបស់ប្រជាជនកម្ពុជាជិត2លាននាក់ដែលបានស្លាប់បាត់បង់ជីវិតលោកប៊ឺកស្រមគឺជាមនុស្សម្នាក់ក្នុងចំណោមពួកប្រចាំប្រទេសមួយចំនួនដែលជាអតីតអ្នកគាំទ្រខ្មែរក្រហមដែលបានសារភាពជាសាធារណៈថាបានប្រព្រឹត្តកំហុសដ៏ធ្ងន់មួយនិងបានបង្ហាញពីការសោកស្ដាយលោកបានផ្ដល់ការពន្យល់តាក់ទងនឹងបញ្ហាដែលធ្វើឲ្យការវិនិច្ឆ័យរបស់លោកមានភាពស្រពេចស្រពិលកាលពីឆ្នាំ1978កន្លងទៅនោះនៅពេលដែលលោកជាភ្ញៀវរបស់ប៉ុលពតនៅក្នុងពិព័រណ៍អាហារពេលល្ងាចជាមួយប៉ុលពតលោកនិយាយថាមើលត្រឡប់ទៅវិញខ្ញុំគិតថាដំណើរទស្សនកិច្ចទាំងមូលគឺជាការរៀបចំទាំងស្រុងហើយយល់ថាយើងមិនគួរទទួលយកការធ្វើដំណើរនេះសោះឡើយវានៅតែជាមន្ទិលសម្រាប់ខ្ញុំថាពួកយើងត្រូវបានគេបោកបញ្ឆោតយើងត្រូវស្នាមញញឹមបោកបញ្ឆោតប៉ុន្តែភាគច្រើនគឺដោយសារមកពីការមើលដោយប្រើចក្ខុលទ្ធិម៉ៅរបស់ពួកយើង